សួស្តីដល់អ្នកជួយជាមួយខ្ញុំគ្រីនៅក្នុងវីដេអូថ្មីរបស់ TechEd នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញមុខងារមួយទាក់ទងជាមួយនឹងការ compare ឬក៏ប្រៀបធៀបឯកសារពីរផ្សេងគ្នានៅលើ Microsoft Word ដែលមុខងារនេះទូទៅយើងប្រើប្រាស់សម្រាប់អ្នកដែលយើងកែឯកសារតគ្នាណាខ្ញុំឧទាហរណ៍ថាខ្ញុំមានឯកសារមួយដែលឯកសារហ្នឹងគឺព្រៀងឬក៏ធ្វើចេញពីខ្ញុំទៅទាក់ទងជាមួយនឹងមួយនេះឧទាហរណ៍ហើយបន្ទាប់មកមួយនេះវិញគឺជាឯកសារដដែលហ្នឹងដែលគេយកទៅកែសម្រួលពាក្យពេចន៍អក្ខរវិរុទ្ធផ្សេងៗហើយគេផ្ញើត្រឡប់មកវិញអញ្ចឹងខ្ញុំដាក់ cell វាឈ្មោះទី1ធម្មតាហើយមួយទៀតខ្ញុំដាក់កន្ទុយវានៅខាងចុងដាក់ថា revise ឥឡូវយើងចូលទៅមើលតគ្នាតើការប្រៀបធៀបនៅលើ Microsoft Word វាដំណើរការយ៉ាងដូចម្ដេចហើយវាអាចជួយសម្រួលការងារយើងដូចម្ដេចខ្លះឥឡូវនេះខ្ញុំចូលមកកាន់ Microsoft Word តើគ្នាទៅបើកឯកសារណាមួយសិនហើយបន្តមកតើគ្នាចូលទៅកាន់ tab review នៅកន្លែងនេះហើយនៅត្រង់នេះតើគ្នាឃើញមានក្រុមមួយឈ្មោះថា compare ត្រង់ compare នេះយើងចុចកន្លែង compare នេះមកហើយយើងយកកន្លែង compare នេះតែត្រង់កន្លែងនេះតើគ្នាអាច select សញ្ញាព្រួយនេះក៏បាន original document ហើយយើង click កន្លែង folder ក៏បានដែរឥឡូវខ្ញុំ click កន្លែង folder ហើយបន្តមកខ្ញុំចូលទៅកាន់ឯកសារនេះអញ្ចឹងនៅត្រង់ឯកសារនេះខ្ញុំ select original កន្លែងនេះហើយកន្លែងនេះខ្ញុំចូលទៅ select ដូចគ្នាយក version revise ឧទាហរណ៍ថាអ្នកទាំងគ្នាច្រឡំចុចបច្រាស់បដោយណាដាក់ revise មកមុនហើយដាក់ធម្មតាមកខាងស្ដាំវិញតើគ្នាក៏អាចចុចសញ្ញាព្រួយកន្លែងនេះបានដែរចុចសញ្ញាព្រួយមួយមកវាត្រឡប់មកវិញហើយតែឥឡូវនេះ revise នៅកន្លែងនេះអ្វីខ្ញុំ select នេះគឺត្រឹមត្រូវអញ្ចឹងខ្ញុំដូរវាមកម្ដងទៀតបន្តមកទៀតកន្លែងនេះតើគ្នាអាចដូរឈ្មោះបានដែរខ្ញុំឧទាហរណ៍ថាឈ្មោះនេះឯកសារនេះមិនមែនជាខ្ញុំដាក់កែណាខ្ញុំឧទាហរណ៍ថាកន្លែងនេះគាត់ឈ្មោះលីមណាចឹងខ្ញុំដាក់លីមណាមកជាអូខេឥឡូវនេះឃើញថានេះគឺជាឯកសារដែលបានកែកន្លែង highlight ពណ៌ Q ហ្នឹងណាអញ្ចឹងកន្លែងឆ្នោតនេះមានន័យថាលុបហើយកន្លែងបន្ថែមថ្មីនេះហើយមានបន្ទាត់ក្នុងក្រោមនេះមានន័យថាគឺជាពាក្យបន្ថែមថ្មីឥឡូវបើសិនជាតើគ្នាមើលបែបនេះវាអាចពិបាកយល់យើងអាចកែសម្រួលច្រើនកំណត់បានមុខងារជាច្រើននៅក្នុងនេះទៀតដើម្បីយើងអាចងាយយល់យើងធ្វើរបៀបមួយណាដែលងាយយល់សម្រាប់អ្នកទាំងគ្នាសម្រាប់ខ្ញុំដោយសារតែខ្ញុំប្រើប្រាស់ច្រើនអញ្ចឹងខ្ញុំយល់ហើយឥឡូវនេះខ្ញុំបង្ហាញដល់គ្នានៅត្រង់កន្លែងនេះតើគ្នាចូលមើលត្រង់ markup បើសិនបើតើគ្នាចៃដន្យបានចុច home tab ហើយតើគ្នានឹងអាចឃើញទេតើគ្នាត្រូវ select កន្លែង review មកវិញ tab review នេះតើគ្នាឃើញនៅកន្លែងនេះ markup ណានៅត្រង់ markup មាន all markup ឬក៏តើគ្នាយក simple markup មានន័យថាឥឡូវនេះអត់ឃើញទេអត់ឃើញ markup ទេប៉ុន្តែតើគ្នាឃើញឆ្នោតក្រហមមួយអញ្ចឹងនៅត្រង់ឆ្នោតក្រហមនេះនៅពេលដែលគ្នាចុចលើវាមួយវាចេញការបង្ហាញទាក់ទងជាមួយនឹងការបន្ថែមឬក៏ការលុបនឹងហើយបើសិនជាតើគ្នាដូរមកកន្លែងនេះវិញតើគ្នានឹងឃើញពាក្យ no markup អូខេ no markup មានន័យថាឯកសារនេះគឺជាឯកសារដែលបានកែប្រែរួចជា final ដែលគេ revise រួចហើយបើសិនតើគ្នាបង្ហាញកន្លែងនេះវិញគឺ original មានន័យថាឥឡូវនេះគឺជាសេចក្តីព្រាងដែលខ្ញុំផ្ញើទៅគេដំបូងហ្នឹងគឺជាឯកសារដើមអញ្ចឹងទូទៅតើគ្នាឃើញ default របស់វាអាចជាប់កន្លែងនេះបើសិនគេបើកទៅមួយអញ្ចឹងអូខេឥឡូវនៅត្រង់ markup តើគ្នាដឹងហើយជម្រើសវាមាន4ហ្នឹងតើគ្នាអាចប្រើប្រាស់តាមតម្រូវការបានឥឡូវនេះយើងមកដល់កន្លែង compare នេះម្ដងនៅត្រង់ compare នេះនៅពេលតើគ្នាចុចខាងក្រោមតើគ្នាឃើញមាន show source documents នៅត្រង់ source document នេះនៅពេលតើគ្នាคลิกមួយតើគ្នានឹងឃើញមាន show original វាលោតមាន tab មួយទៀតនៅកន្លែងនេះគឺតើគ្នាបង្ហាញកន្លែងនេះគឺជាឯកសារដែលបានធ្វើការប្រៀបធៀបឬក៏បាន compare កំពុងតែ compare ហ្នឹងហើយកន្លែងនេះគឺជាឯកសារ original អញ្ចឹងក្នុងពេលតែមួយហ្នឹងតើគ្នាមាន screen 2ដែលវាបាន split ឲ្យរួចរាល់តើគ្នាអាចមើលតើ original តើគ្នាទៅសេមិនច្បាប់ដើមកំណែប្រែដើមសេចក្តីព្រាងមួយដល់គ្នាហើយថាតើគេកែកន្លែងណាខ្លះតើគ្នាប្រៀបធៀបអញ្ចឹងបានឬក៏តើគ្នាអាចចុចកន្លែងហ្នឹងម្ដងទៀតបានហើយយកកន្លែង show device ឥឡូវនេះវាបង្ហាញពី screen ហើយបង្ហាញ screen នៅខាងស្ដាំនេះគឺជា screen ដែលបានកែដោយ Lina អញ្ចឹងគាត់កែមកជាបែបនេះហើយតើគ្នាឃើញ
ឯកសារទាំងចាស់ទាំងថ្មីចូលគ្នាដែលវាបានប្រៀបធៀបនោះនៅខាងនេះមួយទៀតបើសិនតើគ្នាចុចកន្លែងនេះដែរហើយយកកន្លែងបោះវាបង្ហាញរហូតដល់3 screen ហើយ screen កន្លែងនេះគឺវាមានsynchronize មានន័យថាបើសិនជាតើគ្នា scroll ចុះក្រោមវា load scroll ចុះក្រោមទាំង3 screen scroll ឡើងលើវា load scroll ឡើងលើទាំង3 screen វារត់ទៅលើទៅក្រោមទៅតាម screen ទាំង3ហ្នឹងគឺស្មើគ្នាចំពោះឯកសារនេះនៅពេលដែលតើគ្នា save វានឹងជាប់ជាទម្រង់ឯកសារដែលបានកែរួចនេះវាអត់ជាប់ screen ផ្សេងទេមានន័យថាបើសិនតើគ្នា save ឯកសារមួយនេះនឹង load ឈ្មោះ compare result 3ហ្នឹងទៅហើយនៅកន្លែងនេះវានឹងឡើងមាន function ដែលតើគ្នាបើកជាបានហើយឥឡូវនេះខ្ញុំឧទាហរណ៍ខ្ញុំចុច save as មួយខ្ញុំឧទាហរណ៍ដាក់ថា compare ខ្មែរមួយអូខេខ្ញុំចុច save ក្រោយពី save រួចឥឡូវនេះខ្ញុំបើកឯកសារនឹងឡើងវិញអញ្ចឹងនៅពេលដែលខ្ញុំបើកវាមកវិញហើយខ្ញុំចុចកន្លែង review នេះខ្ញុំចូលទៅកាន់ group compare ហើយ click compare នឹងមកហើយតើគ្នាឃើញកន្លែងនេះគឺវាចេញពណ៌ប្រផេះយើងអាច click វាបានទេឯកសារហ្នឹងគឺវាបាន finalize រួចទៅជាឯកសារថ្មីមួយហើយប៉ុន្តែនៅត្រង់ចំណុចនេះតើគ្នាអាចចុច compare កន្លែងនេះបានក៏ពិតមែនប៉ុន្តែនៅត្រង់កន្លែង tracking នេះតើគ្នាអាចប្រើប្រាស់បានហើយកន្លែង mock up នេះតើគ្នានៅតែអាចប្រើប្រាស់បានដូចគ្នាដែរអញ្ចឹងយើងអាចមើលឃើញដោយសារតែវាគ្រាន់តែ final combine ចូលទៅក្នុង file តែមួយមែនប៉ុន្តែកន្លែង mark up តើគ្នាអាច check បានហើយតើគ្នាអាចចុច accept វាមួយឬក៏ accept វា all អញ្ចឹងឧទាហរណ៍ថាបើសិនជាអត្ថបទនឹងល្មមទេបើទំព័រពីរទំព័រតើគ្នាអាចអានមកត្រួសមើលកន្លែងកែនឹងកន្លែងឆ្នោតនេះគេថាលុបកន្លែងគូបន្ទាត់នេះមានន័យថាថ្មីតើគ្នាអាចអង្គុយ accept មួយក៏បានឬក៏មើលទាំងអស់ហើយចុច accept ទាំងអស់ក៏បានដែរហើយ stop tracking មកគឺបែបហ្នឹងអញ្ចឹងរួចភាសាខ្មែរមួយចំពោះភាសាអង់គ្លេសគឺដូចគ្នាដែរបើសិនតើគ្នាមានឯកសារជាភាសាអង់គ្លេសឥឡូវនេះខ្ញុំអាចនៅនឹង file ហ្នឹងក៏បានឬអាចចូលទៅ document ថ្មីទៀតក៏បានដើម្បីងាយស្រួលខ្ញុំចូលទៅថ្មីតែម្ដងតើគ្នាចូលមកកាន់ tab review យកកន្លែង compare ហើយចុចកន្លែង compare កន្លែងនេះដែរតបមកជ្រើសរើសឯកសាររបស់អ្នកនរគ្នាអញ្ចឹងឧទាហរណ៍ថាឥឡូវនេះយើងយកឯកសារជាភាសាអង់គ្លេសម្ដងខ្ញុំយក version 2មុនឧទាហរណ៍ហើយកន្លែងនេះខ្ញុំយក version 1វិញឥឡូវនេះខ្ញុំចង់ដូរលេខ1មកខាងឆ្វេងហើយលេខ2ទៅខាងស្ដាំវិញខ្ញុំចុចសញ្ញាព្រួយនៅនេះឥឡូវវាដូរហើយតមកកន្លែងនេះខ្ញុំដាក់ឈ្មោះខ្ញុំតែម្ដងចុច OK មកអញ្ចឹងនៅពេលដែលខ្ញុំចុច OK ខ្ញុំឃើញ by default គឺខ្ញុំឃើញប៉ុណ្នេះដោយសារតែខ្ញុំបានបិទកន្លែង compare នេះហើយណាបើសិនជាករណីតើគ្នាប្រើប្រាស់មុនហ្នឹងយើងអាចបិទកន្លែង compare កន្លែងនេះទេឧទាហរណ៍តើគ្នាបើកបោះអញ្ចេហើយបន្តមកពេលយើង save ទៅអញ្ចឹងប៉ុន្តែវាជាប់ដូចគ្នាវាជាប់តែកន្លែង compare document មួយទេអញ្ចឹងនៅពេលដែលខ្ញុំ compare file ក្រោយៗទៀតវានឹងចេញ screen បែបនេះអញ្ចឹងបើសិនតើគ្នាឃើញបែបនេះឬក៏ឃើញបែបនេះកុំបារម្ភតើគ្នាគ្រាន់តែចូលឆែកកន្លែង compare នេះមកហើយចុចកន្លែងនេះហើយតើគ្នាមើលមកចង់បង្ហាញ original ឬក៏តើគ្នាចង់បង្ហាញកំណែប្រែដែលបានមានការកែសម្រួលឬក៏តើគ្នាយកបង្ហាញទាំង3 screen ឥឡូវនេះគឺ3 screen តែម្ដងអញ្ចឹងទាំងខ្មែរទាំងអង់គ្លេសនៅក្នុង Microsoft Word គឺយើងអាចធ្វើបានដោយឡែកនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញទៅតជាមួយនឹងកំណែប្រែនៅលើកម្មវិធី PDF ពីម្ដងដែលយើងនឹងបង្ហាញនៅលើកម្មវិធី Adobe Acrobat Reader ឬក៏ DC Acrobat Reader Pro ទើបយើងអាចធ្វើបានអូខេតើគ្នាអញ្ចឹងនៅក្នុងវីដេអូទៅជាមួយនឹងការ compare ឬក៏ប្រៀបធៀបឯកសារពីរផ្សេងគ្នានៅក្នុង Microsoft Word គឺយើងអាចធ្វើបានប៉ុណ្ណឹងអរគុណដល់គ្នាច្រើនចំពោះការតាមដានទស្សនាវីដេអូនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ